គ្រប់ជំរាបសួរទៅកាន់ត្រង់អេដាមលោកយមទាវលោកស្រីនាងកញ្ញាថ្ងៃនេះគឺខ្ញុំមានថ្មទឹកឃ្មុំមកគ្រាប់បាទដែលមានសភាពសាច់ពណ៌លបាយលាយបដិញគ្នាស្អាតខ្លាំងមែនទែនជាមួយនឹងសាច់ល្មួតល្អួតល្អខ្លាំងមែនទែនជាសាច់ប្រភេទសាច់លេខ1និងសាច់លេខ1ដែលជាទូទៅគឺយើងយកទៅចម្លាក់ក៏ស្អាតយើងយកធ្វើកម្មក៏ស្អាតហើយបងប្អូនដែលគាត់ចូលចិត្តធ្វើជាខ្នាតបតោងអីផ្សេងៗក៏ស្អាតដែរសាច់របស់គេគឺហាប់ល្អបាទហាប់ល្អខ្ញុំចូលទៅគឺបានសាច់ហ្នឹងល្អជាងគេធំជាងគេក្របហ្នឹងបានតែក្របហ្នឹងទេបងប្អូនអរគ្នាក្រៅពីនោះគឺទូចយើងយកនេះមកកាត់ចាហ្នឹងតែខ្មុំមិនសមចៃខ្លាំងមែនតើយកមកធ្វើកម្មឲ្យគេហើយជាមួយនឹងកម្មលបាយលីពណ៌និងកម្មប្រភេទទឹកខ្មុំបាទមិនសបោទេយើងបានមួយខ្សែអីចឹងទៅគឺរាប់ខែរាប់ឆ្នាំទៀតទៅបានទៀតចឹងទៅបាទសម្រាប់បងប្អូនដែលស្រឡាញ់ចូលចិត្តផ្នែកចម្លាក់ជាព្រះអង្គផ្នែកព្រះអង្គតម្រង់ប៉ាណូក៏ដោយឬមួយក៏ព្រះអង្គជាខ្នាតបតោងគឺក្របប៉ុណ្នេះបានឆ្លាក់បានព្រះអង្គចំនួន2អង្គផ្នែកខាងលើយើងដាក់បើអញ្ចឹងយើងពុះជា2ទៅផ្នែកខាងនេះខាងលើក៏បានខាងក្រោមក៏បានស្អាតមែនទែនស្រេចទៅលើបងប្អូនអរគ្នាហើយជាតដោកក៏បានដែរនេះតដោកបានធំតដោកបានធំដែរបានមួយតដោកបានមួយអញ្ចឹងអាស្រ័យទៅលើការស្រឡាញ់របស់បងប្អូនទាំងអស់គ្នាមកក្របនេះគឺពិសេសខ្លាំងមែនទែនណាបានមួយនឹងមកគឺធ្វើវីដេអូថតបង្ហាញជូនបងប្អូនអរគ្នាទស្សនាតែម្ដងហើយសម្រាប់ការចូលចិត្តឬមិនចូលចិត្តយ៉ាងណាបងប្អូនអាច comment ប្រាប់បានណានៅក្នុងបណ្ដាញសង្គមដូចខ្ញុំបានធ្វើការផុសដូចជា TikTok ដូចជា YouTube ដូចជាchannel Telegram បងប្អូនដែលចូលចិត្តវីដេអូចូលចិត្តអីហ្នឹងគឺអាសាចូលមើលក្នុង YouTube របស់ខ្ញុំបាទក៏បានឬមួយក៏តាក់ទងជាមួយនឹង TikTok ក៏បានវីដេអូតាក់ទងជាមួយនឹងថ្មបងប្អូនអរគ្នាខ្ញុំបានធ្វើការថតបង្ហាញបងប្អូនជាទម្រង់សាច់ថ្មច្រើនឆ្នាំណាច្រើនមែនទែនច្រើនឆ្នាំមែនទែនហើយប្រភេទថ្មគឺផ្សេងគ្នាមានលក្ខណៈប្លែកច្រើនជាវីដេអូកាត់ផងជាវីដេអូពេញផងលក្ខណៈថតធម្មតាផងប៉ុន្តែយ៉ាងណាក្តីគឺសិតតែជាសកម្មភាពក្នុងការបង្ហាញអំពីត្បូងថ្មធម្មជាតិរបស់ខ្មែរយើងក្នុងទឹកដីនៃខេត្តព្រះវិហារក៏ដូចជាការបង្ហាញនៅអ្វីដែលជាធនធានដែលយើងបានមានហើយសកម្មភាពផ្សេងទាំងព្រៃរុក្ខជាតិធម្មជាតិស្រស់បំព្រងស្រស់ស្អាតមានពណ៌ស្រស់បៃតងផ្សេងទាំងអស់នេះគឺសិតសឹងតែជាការបង្ហាញដើម្បីឲ្យបានបងប្អូនអរគ្នាបានទស្សនាស្វែងយល់បន្ថែមសិក្សាបន្ថែមអំពីធនធានធម្មជាតិមានតម្លៃរបស់ខ្មែរយើងនឹងយកមកផលិតនិងបង្កើតហើយនឹងរក្សានៅគុណតម្លៃនិងតម្លៃទាំងអស់នេះដែលបុព្វបុរសខ្មែររបស់យើងបានធ្វើការបន្សល់ទុកជូនហ្នឹងហើយតាំងពីបុរាណមកក៏ប្រើប្រាស់ដែរប៉ុន្តែគាត់ថាប្រើប្រាស់ហើយគឺមិនមែនអស់ទេនៅក្នុងដីខ្មែរយើងនឹងមានបន្តទៀតអញ្ចឹងជាទូទៅនៅក្នុងសកលក៏មានការប្រើប្រាស់បែបហ្នឹងដែរអញ្ចឹងខ្ញុំក៏ខានបង្ហាញវីដេអូក្នុង YouTube ច្រើនដែរយូរដែរហើយអញ្ចឹងវីដេអូឃ្លីបនេះក៏ខ្ញុំតម្លាក់ចូលទៅក្នុង YouTube ដែរណាលក្ខណៈពេញ3នាទីណា3នាទីអញ្ចឹងក៏សូមធ្វើការអរគុណសម្រាប់ការចូលរួមគ្រប់គ្រងពីបងប្អូនគ្រប់ទិសទីគ្រប់ទីកន្លែងគ្រប់គោលដៅគ្រប់តំបន់បាទដែលបានធ្វើការគ្រប់គ្រងហើយក៏មានបងប្អូនខ្លះគាត់អាសាសាកសួរព័ត៌មានអំពីថ្មមកកាន់ខ្ញុំបានតែខ្លះបងប្អូនខ្លះគាត់មកដល់ផ្ទះតែម្ដងហ្នឹងហើយទាំងអស់ហ្នឹងគឺសិតសឹងតែជាអ្វីដែលជាការស្វែងយល់ចំណេះដឹងគឺដើម្បីជាប្រយោជន៍អរគុណហើយមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសរាល់កំហុសទាំងអស់នោះផងបើសិនជាមានចំណុចខុសឆ្គងត្រង់ចំណុចណាជូនពរបងប្អូនទាំងអស់គ្នាទទួលបានលាភបានជ័យសិរីសុខស្ដីសុភមង្គលឧបសុខគ្រប់ការគ្រប់ក្រុមគ្រួសារទាំងអស់គ្នាបាទអរគុណគ្រប់ជំរាបលា